ระทรวงการពិជាតិប្រកាសបដិសេធ3ចំណុចចំពោះការចោទប្រកាន់គ្មានការពិតមកលើប្រទេសកម្ពុជារបស់សារព័ត៌មានថៃជំវិញការចល័តកងទ័ពលោកស្រីម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពិជាតិបានគូបញ្ជាក់3ចំណុចបដិសេធចំពោះការចោទប្រកាន់គ្មានការពិតរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនដែលបានចុះផ្សាយថាកម្ពុជាបានចល័តទ័ពនិងសព្វវុធដែលភ្ជាប់ជាមួយនឹងរូបភាពមួយចំនួនយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពិជាតិនៅរសៀលថ្ងៃទី26ខែកញ្ញាឆ្នាំ2025ក្រសួងការពិជាតិបានប្រកាសបដិសេធនិងគូបញ្ជាក់នៅការពិតចំនួន3ចំណុចចំពោះការចោទប្រកាន់នេះថា 1. ការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនខាងលើមិនមែនជាការពិតទេ 2. ចំពោះរូបភាពដែលបណ្ដាញសង្គមនិងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះគឺជារូបភាពចាស់ៗដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេនិងទី3កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុឬសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចប្រព្រឹត្តបទឆបាញ់ដោយការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃនោះឡើយក្រសួងការពិជាតិបានសង្កត់ធ្ងន់ថាកងកម្លាំងរបស់កម្ពុជាបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនូវកិច្ចព្រមព្រៀងបទឆបាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដែលបន្តសហការគ្នាបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពុជាសន្តិភាពនិងសេរីភាពរវាងប្រទេសទាំងពីរដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស